ឆ្នាំ2025ខ្ញុំគិតថាជាឆ្នាំដែលយើងត្រូវចាប់ផ្ដើមមើលថែរឿងទាំងនេះឲ្យល្អបំផុតទី1មើលថែអ្វីដែលយើងកំពុងមានឲ្យបានល្អជាគំនិតយោបល់ខ្ញុំឆ្នាំ2025អាចជាឆ្នាំដែលយើងត្រូវឆ្លងកាត់រឿងជាច្រើនជាបន្តទៀតហើយយើងត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺប្រភពចំណូលរបស់យើងបើសិនជាយើងកំពុងតែធ្វើការងារណាមួយឬក៏យើងកំពុងតែកាន់ការងារណាមួយសូមធ្វើការងារនោះឲ្យល្អបំផុតសូមយកចិត្តទុកដាក់ជាមួយនឹងការងារដែលខ្លួនកំពុងតែកាន់កាប់នឹងឲ្យបានហ្មត់ចត់មែនតើជារឿងល្អសូមកុំបោះបង់ចោលការងារដែលបង្កើតប្រាក់ចំណូលឲ្យយើងអីព្រោះស្ថានភាពទៅមុខទៀតយើងមិនគិតថាវាល្អប្រសើររហូតទេយល់ល្អបងប្អូនគួរពង្រឹងសមត្ថភាពជាមួយនឹងការងារដែលយើងមានស្រាប់ហើយផ្ដោតទៅលើការងារដែលយើងមានស្រាប់ដើម្បីឲ្យចំណូលរបស់យើងនឹងថិតថេរយូរអង្វែង